spell គឺ spell flicker រហូតដល់ទៅ7បាទកណ្ដាលផងដែរពី box spray បាទហើយកាត់គឺ Mr Black មួយម៉ៅតែអ្វីដែលសំខាន់បងអាចគិតចេះអត់Pro Sport ដល់ពេលយក Valentina មកមានអារម្មណ៍ដូចចំណេញValentina បើសិនថាឥឡូវសម្រាប់សាគាត់ copy បានជាមួយនឹងក្រកគាត់ copy បាន front line របស់ CFU ធំពេកទៅបណ្ដោយ Felix តែងណែជួយកាន់ប្រៃ Flood ពីសរៀង Felix អីសូមមកស្របពេលល្អមែនតើមិនថាមីងហ្មងត្រូវហើយបាទឥឡូវយើងបោកចូលមកនៅក្នុងការប្រកួតរបស់យើងវិញបាទ OP ធ្វើការបើកជាមួយនឹង LP អូដាច់អត់ដាច់បងដាច់តែអ៊ីសូអាចមានបញ្ហាមកវិញដូចគ្នាផងដែរ This man អត់មាន2ទេហើយរចយបើសិនជាអត់មានអូសជាមួយនឹង stake របស់គាត់ This man អាចមានបញ្ហាបើក RT ដកថយមកវិញដូចគ្នាផងដែរប៉ុន្តែគេកេងយកសៀលតរ៉េននៅខាងលើនោះទេអាចទៅធ្វើបែបនេះបាយលោតគប់កាប់យកដល់នោះជាមួយនឹងសាប៉ុន្តែគេក្រោយជាមួយនឹងបាដូកាប់រៀងហួរបាត់ហើយគាត់កាប់ចឹងដើម្បីបដូរគ្នាគាត់ដកថយបាទប៉ុន្តែវាយគ្នាដូចមិនទាន់ជាប់ដូចគ្នាបងបច្ចុប្បន្នការ goal ដូចជាបុកយក Pro វាយដាច់បាត់ហើយទៅលើគូសេនម្នាក់ម្ដងទេមុននឹងអ្នកណាលេងក្រេកFelix មានការដាក់តែងណែងដូចគ្នាមានការចុះក្រៅវិញមុនអាចមានបញ្ហាបុកកោហើមជើបាត់ហើយលោតកាប់ក្តារមកយកតាមនោះលៀបមានការបាញ់លោតកាប់មកវិញទៅពីសាកាប់ Flicker ចាប់ជាមដូចបាត់បងជាមួយនឹង Sing ដូចគ្នាមកដែរជាមួយនឹងខាងក្នុងនេះគាត់ទៅសាជាមិនដែរបាត់គូសែនទៅបន្តជាយាមនៅក្នុងការបាញ់ជាដូចគ្នាដាច់មកខាង2អីដែរអំបញ្ញមិញគឺជាការបើក team fight ចេញពី Sorry Felix បាទការបើក team fight អំបញ្ញមិញមានអារម្មណ៍ថារៀងលឿនពេកវគ្គនេះបើខ្ញុំគិតហ្មងបើសិនជាអស់បើទៀតពី take care retreat បានទន់អប់អីចង់ធ្វើបែប team fight មែនហត់ឆ្វែបុកវាយយកដល់ Felix ទៅហើយតែណែពេញ full stack ជាមួយនឹងការបុកអត់ទៅយកតាមបាត់ដូចជន់ជាបុកវាយជាមួយនឹង Isu ម្នាក់ឯងនៅខាងក្រោយមានការលោត2ចាប់ Flicker ចុះបែរជាយកដល់ខាងទេវាយ Isu អត់វាយអត់ទេចូលវាយដល់ប៉មទី2ពី Sing ដូចគ្នាមកប្រើបាត់បង4 hero បាទលឿនពេកគឺបានឡតIsu គេហ្វាឡតហើយឡតរីត្រីយកបាត់ជាមួយនឹង Tic Tac ទៅខាងទេវាយលើ Isu យកដល់ Isu មិនអាចលួចបាននោះទេភ្លាមគេចាប់ជាប់ Felix បាត់ spell lock អត់មានតាន់ជាមួយទេវ៉ាខ្លាចជាប់ stand 2 hero លោត2ប៉ុន្តែមានការបោះវល់មកវិញដូចគ្នាដែរដកថយបានឬបាន unstoppable ពី Tic Tac double kill ឈឹកទៅភ្លាមអាចនឹងមានបញ្ហាដែរឬទេជាមួយនឹងគូសែដកថយមកវិញតន់សាច់ជីវិត2ដល់ចាញ់ណាភ្លាមមានមកថលបាទ immortal មិនពីចូលតែងណែប៉ុន្តែមានអារម្មណ៍ថាលុកគេអត់ឈឺទេបាត់2មកវិញប៉ុន្តែបាត់បោះជីវិតមកវិញដូចគ្នាជាមួយនឹងទីថៃទៅបើក្រៅអុកវេទៅមុនបើមកវិញចុះ slow តាត់ជាមួយនឹងការគេកាប់យកតាមនោះកាប់ពីក្រៅធ្លាយដល់ក្នុងអូយឡតអត់ត្រឹម12នាទីប៉ុន្តែអាចនឹងមានភាគរយគួរតែដាច់2ផ្លូវទៅ3ផ្លូវឯងមើលទៅបុយម៉ៅតែងណែជាមួយនឹងការលុកយកទៅលើ Sing វាយឡើងឈាមសបាក់ spell ចូលទៅជាមួយនឹងការចង់ clear ជាមួយនឹង minion ប៉ុន្តែគេក្រាក់ទៅវាយយកចង់បានប៉មដូចគ្នាអូពីបន្តែភ្លាម Felix អស់ជាមួយនឹង spell long ហើយអស់ជាមួយនឹង ultimate ហើយដូចគ្នាភ្លាម B មកហើយជាមួយនឹងការ load just skill វាយអូពីក៏ដាច់អូពីក៏មានការដាក់ទៅហើយដូចគ្នាបាទបាត់បង់អស់2ផ្លូវលោដល់មែនអេ Felix ជាមួយនឹងការរស់តែងណែប៉ុន្តែមានអារម្មណ៍ថាអត់ឈឺគេក្រាក់តែវាយវិញដូចគ្នាជាប់ ball អត់ទៅណាដាក់ចូលក្នុងប៉ុន្តែជាមួយនឹងការបុកវាយវិញដូចគ្នាមកដល់ពី Pro Esport គេក៏តែវាយពី Sing វត្តយកគឺឈឺខ្លាំងមែនទេមានអារម្មណ៍ថានេះមិនមែនហៅឈឺទេគេហៅថាចុកដល់ខាងក្រៅចុកឡើងទៅវាយពីក្នុងធ្លាដល់ក្រៅចុកដល់ក្រៅបាទចាំលៀមកន្លែងមកមើលជាមួយនឹង item ជិត full បាត់អីដែលយើងបានឃើញជាមួយ Felix ទៅហើយ3 stack លុកជាមួយនឹង OP នេះថាគេគាត់ត្រូវលុកចឹងប៉ុន្តែលុកការឈឺ story មិនបាត់ហើយបងជួបប៉ាសមែនលុកចង់តែណាសាច់គេកាប់បាត់ហើយប៉ុន្តែមានការដាស់ចេញដកថយតនពេលវេលាជាមួយនឹង Disman ជាមួយនឹងការសែវឡតពីការវាយគេក៏តែវាយពី Sing ប៉ុន្តែផតដៃបាត់ហើយគេតមកខាងក្រោយវិញលៀមលុកយកបាយពី CU គេបុកហើបជើងហើបអីទាំងអស់ពេញនឹងយកតែម្ដងរត់ក៏មិនបានក៏ពិបាកដូចគ្នាជាមួយនឹង Felix ចូលទៅហើយ1ត4គេវាយដូចអូបាទមិនប៉ាំងបាត់ហើយសោះគូសែនឈប់បាញ់យកតែម្ដងអត់ដឹងថាត្រូវទប់មិនទប់ក៏កើតថយក៏កើតនៅតែប៉ុណ្្នឹងសល់តែសាទេ The last man standing ធ្វើបានជាមួយនឹងសាដូចជាមិនទេបាទចូលមកបងសាតូជាមួយនឹងកៅអី Secure Grand Final គេបានទៅលើ See you gaming